មនុស្សពេលក្រគឺគ្មានទេមិត្តភក្តិគេមិនអើពើនឹងអ្នកគឺគ្រាន់បើហើយកុំថាឡើយមិត្តភក្តិសូម្បីតែសាច់ញាតិក៏គេមិនចង់រាប់រកផងទោះបីជាសាច់ឈាមបងប្អូនបង្កើតក៏ដោយក៏គេមិនសូវចូលចិត្តដែរហើយក៏ចង់នៅឲ្យឆ្ងាយពីអ្នកពីព្រោះអ្នកគ្មានប្រយោជន៍អ្វីចំពោះពួកគេទេមានតែคล้ายជាបន្ទុករបស់គេធ្វើឲ្យគេមានអារម្មណ៍ថាមានសម្ពាធដូច្នេះបើសិនអ្នកក្រគឺត្រូវដាក់ខ្លួននៅក្នុងរបៀបស្ងប់ស្ងាត់អ្នកណាក៏កុំទៅរំខានដែរបន្ទាប់មកធ្វើការសម្រេចចិត្តសម្ងាត់ខិតខំប្រឹងប្រែងរកលុយខ្លួនទីពឹងខ្លួនអ្នកក្រធ្វើអ្វីក៏ខុសមែនទេនៅក្នុងសង្គមបច្ចុប្បន្នអ្នកអាចគ្មានគុណសម្បត្តិឬគ្មានមុខមាត់ក៏បានប៉ុន្តែអ្នកមិនអាចគ្មានលុយបានទេបើអ្នកក្រទោះអ្នកនិយាយអ្វីឬធ្វើអ្វីក៏ខុសដែរបើមិនជឿសូមកត់សម្គាល់ដូចតទៅនេះពេលអ្នកមានចែករំលែកបទពិសោធន៍គេថាចំណេះដឹងនាំលទ្ធផលពេលអ្នកក្រចែករំលែកបទពិសោធន៍គេថានិយាយមិនសមហេតុផលពេលអ្នកមានហូបបន្លែគេថាថែទាំសុខភាពពេលអ្នកក្រហូបបន្លែគេថាគ្រោះក្រីក្រពេលអ្នកមានធ្វើការងារគេថាយកបទពិសោធន៍ពេលអ្នកក្រធ្វើការងារគេថាប្រកបរបរចិញ្ចឹមជីវិតពេលអ្នកមានខឹងគេថាមានបុគ្គលិកលក្ខណៈតែពេលអ្នកក្រខឹងគេថាគ្មានចេះគិតពេលអ្នកមាននិយាយលេងគេថាកំប្លែងតែពេលអ្នកក្រនិយាយលេងគេថាគ្មានការគោរពពេលអ្នកមានដើរលេងផឹកស៊ីគេថាធ្វើទំនាក់ទំនងសង្គមតែពេលអ្នកក្រដើរលេងផឹកស៊ីគេថាខ្ជះខ្ជាយពេលអ្នកមានធ្វើគាវរកិច្ចជាមួយអ្នកក្រគេថារស់រាយរាក់ទាក់តែពេលអ្នកក្រធ្វើគាវរកិច្ចជាមួយអ្នកមានគេថាយកចិត្តពេលអ្នកមាននិយាយអំពីភាពអធិកអធមគេថាមានការគិតធំតែពេលអ្នកក្រនិយាយពីភាពអធិកអធមគេថាក្រតែធ្វើពូកែពេលអ្នកមានព្រួយបារម្ភគេថាប្រយ័ត្នប្រយែងពេលអ្នកក្រព្រួយបារម្ភគេថាខ្វល់ខ្វាយជំនួសគេជ្រុលពេលអ្នកមានរៀបការជាមួយស្រីស្អាតគេថាសមនឹងគ្នាតែពេលអ្នកក្ររៀបការជាមួយស្រីស្អាតគេថាផ្កាស្រស់ដោតលើលាមកគោនេះហើយគឺជាការពិតនៃសង្គមបច្ចុប្បន្ន